ឡូការីមកមុខនេះនិយាយពីថាចង់ហូបតតែយើងទៅទិញគេស្រាប់ឬក៏ថាមានកម្មវិធីធំនៅផ្ទះឬក៏ប្រជុំចូលឆ្នាំអីតែងតែបានហូបឲ្យស្លូការីទៅអត់ងាយស្លទេដោយសារយើងគិតថាពិបាកអញ្ចឹងណាក្មេងៗសេរីដូចខ្ញុំអីចេះក៏មិនងាយចេះស្លដែរទៅចង់ហូបតឲ្យម៉ែគាត់ធ្វើឲ្យហូបអីចឹងភាគច្រើនមានកម្មវិធីជុំគ្រួសារអញ្ចឹងទៅម៉ែអីគាត់ធ្វើឲ្យអញ្ចឹងទៅនិយាយពីថាហូបជុំគ្នាឆ្ងាញ់ថ្ងៃនេះគឺខ្ញុំមកស្លការីយកទៅវត្តដោយសារតែរដូវបិណ្ឌប្រជុំហើយថ្ងៃដែលខ្ញុំស្លនេះគឺបិណ្ឌទី12ថ្ងៃហ្នឹងដែរគឺខ្ញុំទៅបាន3វត្តបងប្អូនស្លការីម្ដងគឺខ្ញុំអត់ដែរទិញគ្រឿងគេទេតែយូរខ្ញុំស្លម្ដងហើយស្លម្ដងគឺច្រើនដោយសារថាវាហត់ដែរបងប្អូនគ្រាន់តែថាបើសួរថាពិបាកធ្វើអត់គឺអត់ពិបាកអីសម្រាប់ស្លការីចំពោះខ្ញុំបើសួរថាងាយស្រួលទេគឺអត់ទេវាហត់ត្រង់តែយើងធ្វើសារគឺខ្ញុំអត់ចូលចិត្តទិញស្រាប់ខ្ញុំចូលចិត្តយកមកលីងស្លខ្លួនឯងធ្វើខ្លួនឯងដោយសារថាពេលដែលយើងធ្វើបែបហ្នឹងគឺយើងទទួលបានរសជាតិដូចកាត់ជំនាន់ដែលថាយើងនៅក្មេងៗម៉ែគាត់ធ្វើឲ្យហូបអីចឹងហើយគ្រឿងយើងធ្វើខ្លួនឯងយើងហូបទៅគឺមានអារម្មណ៍ថាស្និទ្ធមាត់បងប្អូនយើងពេលខ្លះស្លការីគឺខ្លាចអត់បានពណ៌ការីពណ៌ក្រហមចឹងណាបើបងប្អូនចង់ស្លឲ្យបានពណ៌ក្រហមសាកធ្វើតាមវិធីខ្ញុំមកធានាថាពណ៌ក្រហមអត់ចាំបាច់ខ្លាចថាស្លឲ្យអត់ឡើងពណ៌អីចឹងខ្ញុំហ្នឹងគឺខ្ញុំឲ្យលីងជាមួយនឹងគាត់សកូជាមួយនឹងប្រេងឆាហើយខ្ញុំយកឲ្យម្ទេសយើងម្ទេសឆ្អើរយើងក៏ច្រាមមកហ្នឹងយកមកឆាចូលឲ្យវាឡើងពណ៌មកបន្ទាប់មកចាំយើងដាក់គ្រឿងដាក់សាច់ដាក់អីទៅគឺធានាថាពណ៌ការីរបស់យើងហ្នឹងគឺក្រហមស្លការីចឹងដែរបើសិនជាយើងធ្វើគ្រឿងខ្លួនឯងយើងលីងខ្ទឹមសខ្ទឹមក្រហមលីងអីយកមកដាក់បុកចូលហើយយើងបុកឲ្យម៉ត់គ្រឿងយើងហ្នឹងណាដោយម្ទេសឆ្អើរយើងក៏ច្រាមឲ្យម៉ត់ហើយគ្រឿងបុកចូលគ្នាឲ្យម៉ត់បន្ទាប់មកយើងយកស្លបងប្អូនគឺចូលជាតិជាមួយសាច់ជាមួយគ្រឿងជាមួយទឹកនិយាយរួមទៅខាប់ឆ្ងាញ់ហ្មងធ្វើត្រូវក្បួនធ្វើគ្រឿងត្រូវចឹងបងប្អូនស្លការីរបស់យើងហ្នឹងគឺឈ្ងុយពី3ទាំងឈ្ងុយខ្លួនការីនិយាយរួមទៅឈ្ងុយឆ្ងាញ់ហើយចូលជាតិគ្នាជាមួយសាច់ជាមួយទឹកហើយនិយាយរួមទៅស្លការីរបស់យើងហ្នឹងគឺយើងអាចហូបជាមួយនឹងនំប៉័ងជាមួយនឹងបាយជាមួយនឹងបញ្ចុកក៏បានដែរហើយនិយាយពីថារសជាតិវិញស្លការីបងប្អូនហើយខ្មែរយើងនិយាយរួមទៅខ្ញុំទៅសើដូនតាយើងដែលចេះនឹកមុខមកហូបមកគឺមានចង់និយាយថាវាមានអារម្មណ៍ថាឆ្ងាញ់ហើយពេលយើងហូបទៅហើយវាមានប្រយោជន៍សម្រាប់សុខភាពទៀតអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងហើយក៏អរគុណបងប្អូនដែលមើលវីដេអូខ្ញុំដល់ចប់ហើយរដូវបុណ្យភ្ជុំបិណ្ឌនេះសូមឲ្យបងប្អូនជួបតែសេចក្តីសុខនិងជួបតែភាពរីកចម្រើនទាំងអស់គ្នាអរគុណជម្រាបលា